សូមជូនរឿងអំពើល្អមានហាងបាយមួយឈ្មោះថាហាងបាយមីងភីដោយមីងភីគឺជាម្ចាស់ហាងមួយនេះហើយគាត់មានកូនស្រីម្នាក់ដែលតែងតែចាំជួយការងារផ្ទះរបស់គាត់ហាងបាយរបស់មីងភីមានអ្នកមកទទួលទានជាច្រើនហូរហែព្រោះគាត់ជាមនុស្សចិត្តល្អបាយរបស់គាត់ក៏ឆ្ងាញ់និងមានតម្លៃសមរម្យធ្វើឲ្យអ្នកទទួលទានចូលចិត្តមកហាងរបស់គាត់ជាប្រចាំនិងមានចិត្តស្រឡាញ់រាប់អានគាត់យ៉ាងខ្លាំងថ្ងៃមួយកូនស្រីរបស់គាត់បាននិយាយទៅកាន់គាត់ថាម៉ែបើម៉ែលក់ក្នុងតម្លៃថោកសមរម្យហើយថែមឲ្យគេហូបរហូតអីចឹងថ្ងៃណាមួយហាងរបស់យើងពិតជាខាតមិនខានអ្វីត្បិតតែយើងមានភ្ញៀវច្រើនក៏ពិតមែនប៉ុន្តែយើងចំណេញបានតិចណាស់ចុះបើយើងសុខចិត្តលក់ឲ្យថ្លៃបន្តិចហើយចំណេញច្រើនវិញមិនល្អជាងទេឬឬបែបនេះមីងភីក៏តបមិញថាទេកូនស្រីម្ដាយអ្វីត្បិតតែយើងជាអ្នកលក់ដូរក៏ពិតមែនប៉ុន្តែយើងមិនគួរគិតរកតែប្រាក់ចំណេញមួយមុខឡើយយើងក៏ត្រូវតែខិតខំធ្វើអំពើល្អឲ្យបានច្រើនព្រោះថាការធ្វើអំពើល្អមិនចេះសាបសូន្យទេណាកូននៅថ្ងៃមួយមានក្មេងម្នាក់ដើរទៅមុខហាងរបស់មីងភីដោយទឹកមុខហេវហត់ក្មេងនោះឈរនៅមុខហាងមួយសន្ទុះដែលយកដៃមកអោបពោះបង្ហាញថាខ្លួនកំពុងឃ្លានខ្លាំងណាស់នៅពេលដែលមីងភីបានឃើញទឹកមុខរបស់ក្មេងនោះគាត់ក៏បានផ្ដល់អាហារជាច្រើនឲ្យទៅក្មេងនោះបានបរិភោគអាហារដោយសេចក្តីសប្បាយរីករាយហើយបានអរគុណចំពោះសន្តានចិត្តដ៏ល្អរបស់មីងភីបានធ្វើអំពើល្អបែបនេះជារឿយៗរហូតដល់ធ្វើឲ្យមានអ្នកស្រឡាញ់រាប់អាននិងចូលចិត្តគាត់យ៉ាងច្រើននៅថ្ងៃមួយហាងរបស់មីងភីត្រូវភ្លើងឆេះសន្ធោសន្ធៅពេលនោះមានអ្នកភូមិជាច្រើនអ្នកបានទៅជួយពន្លត់ភ្លើងប៉ុន្តែគួរឲ្យសោកស្ដាយវារៀងយឺតបន្តិចជាហេតុធ្វើឲ្យហាងរបស់មីងភីខូចខាតយ៉ាងខ្លាំងឃើញដូច្នោះអ្នកភូមិស្ទើរគ្រប់គ្នាបានមកជួយសាងសង់ហាងរបស់មីងភីឡើងវិញចំណែកឯក្មេងដែលមីងភីបានជួយការពីពេលមុននោះបានចេញមុខមកធានាជួយមីងភីដើរទិញរបស់របរដើម្បីយកមកបើកហាងវិញមិនយូរប៉ុន្មានហាងរបស់មីងភីបានបើកដំណើរការជាថ្មីឡើងវិញហើយកាន់តែមានភ្ញៀវច្រើនជាងមុនថែមទៀតនេះសបញ្ជាក់ឲ្យឃើញថាអំពើល្អរបស់មីងភីពិតជាមានតម្លៃខ្លាំងណាស់មិនចេះសាបសូន្យទេគតិអប់រំក្នុងរឿងនេះអំពើល្អមិនចេះសាបសូន្យនោះទេសូមអរគុណ